ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel How and Help សុខសប្បាយទេសង្ឃឹមថាសុខសប្បាយទាំងអស់គ្នាជាងរាល់ពេលដែលយើងជួបគ្នាខ្ញុំតែងតែលើកយកនៅវីដេអូថ្មីពីកលឹះក្នុងការបង្កើតអ្វីមួយក៏ដូចជាតាក់ទងទៅនឹងបច្ចេកវិទ្យាបច្ចុប្បន្នដើម្បីបង្ហាញដល់បងប្អូនក្នុងវីដេអូនេះបងប្អូននឹងរៀនអំពីការបង្កើតគណនីនៅក្នុង Instagram បាទខ្ញុំនឹងបង្ហាញបងប្អូនអំពីគណនី Instagram បាទអញ្ចឹងដើម្បីបងប្អូនទទួលបានវីដេអូថ្មីបង្រៀនអំពីកលឹះពិសេសមួយចំនួនបងប្អូនអាចចុច subscribe ទៅលើ Channel How and Help របស់ខ្ញុំងាយស្រួលទេបើបងប្អូនប្រើមិនធ្លាប់ប្រើ YouTube ក៏អាច subscribe បានដែរបងប្អូនគ្រាន់តែចូលទៅ Google វាយពាក្យថា How and Help ហ្នឹង How and Help វានឹង load ឲ្យបងប្អូនឬក៏ចូលទៅយកក្នុង YouTube វាយពាក្យ How and Help ទៅបងប្អូនចូលមកហើយឃើញប៊ូតុង subscribe ពណ៌ក្រហមចុចលើ subscribe ពណ៌ក្រហមហ្នឹងបងប្អូននឹងនៅពេលដែលក្រោយទៅនៅពេលដែលខ្ញុំ upload វីដេអូថ្មីទៅវានឹង load alert ប្រាប់បងប្អូនហើយបងប្អូនអាចទស្សនាវីដេអូរបស់ខ្ញុំបានបាទអរគុណច្រើនអញ្ចឹងកុំឲ្យចំណាយពេលយូរខ្ញុំចាប់ផ្ដើមបង្ហាញបងប្អូនតាក់ទងទៅនឹង Instagram បាទដំបូងយើងត្រូវស្គាល់ថាតើ Instagram ជាអ្វីបាទបងប្អូនចុចពី Google ទៅចូលនៅក្នុង Instagram អញ្ចឹងយើងសិក្សាពីប្រវត្តិ Instagram បន្តិចខ្ញុំយើងមើលនៅក្នុង Wikipedia បាទអញ្ចឹងនៅក្នុង Wikipedia គេសរសេរពីប្រវត្តិ Instagram គេនិយាយថា Instagram is a mobile desktop and internet based photo sharing application and service that allow user to share pictures and photos either publicly or privately. It was created by Kevin Systrom and Mike Krieger and launched in October 2010 as a free mobile app exclusively for the iOS operating system. A version for Android devices was released 2 years later in April 2012, followed by a feature limited website service in November 2012, an app for Windows 10 Mobile and Windows 10 in April 2016 and October 16 representative បាទនេះគឺជាប្រវត្តិសង្ខេបរបស់ Instagram អញ្ចឹង Instagram គឺជាកម្មវិធីនៅតាមទូរស័ព្ទដៃក៏ដូចជា desktop computer desktop ដែលជាកម្មវិធីដែលអាចឲ្យមនុស្សចែករំលែករូបភាពទៅគ្នាទៅវិញទៅមកឬក៏វីដេអូដោយលក្ខណៈឯកជនឬក៏លក្ខណៈសាធារណៈហើយវាត្រូវបានបង្កើតឡើងដោយលោក Kevin Systrom ហើយនិង Mike Krieger ហើយបានបង្ហោះដំបូងឲ្យប្រើប្រាស់ក្នុងខែតុលាឆ្នាំ2010ជាលក្ខណៈ free mobile app ជាលក្ខណៈកម្មវិធីដោយមិនគិតថ្លៃហើយអាចប្រើបាននៅក្នុង iOS Android ផងដែរបាទអញ្ចឹងនេះជាប្រវត្តិរបស់ Instagram ហើយ developer យើងឃើញកន្លែង developer គឺ Facebook អញ្ចឹងមានន័យថា Instagram ត្រូវបានលក់ទៅឲ្យ Facebook ហើយ Facebook ក្រោយពីលក់ឲ្យ Facebook គឺជាអ្នកដែលអភិវឌ្ឍកម្មវិធីបន្តមកទៀតបាទអញ្ចឹងវាមានអាយុកាល6ឆ្នាំហើយអាចប្រើក្នុង Windows Android iOS បានទាំងអស់បាទអញ្ចឹងយើងស្គាល់ហើយនេះ Instagram logo នេះជា logo របស់ Instagram អញ្ចឹងយើងត្រឡប់ចូលទៅក្នុងកម្មវិធី Instagram ដើម្បី sign up ហើយយើងចុចលើនឹងទៅ instagram.com អញ្ចឹងនេះវា load ទាំងនេះឲ្យយើង sign up
បើយើងអត់ទាន់មាន account នៅក្នុងហ្នឹងបើសិនជាយើងមាន account Facebook យើងអាច log in with Facebook ក៏បានដែរអញ្ចឹងខ្ញុំសាកល្បងចុចទៅលើ log in with Facebook ប៉ុន្តែនៅពេលដែលយើង log in with Facebook វានឹងឲ្យ automatic តែម្ដងគឺដោយសារ Facebook ហើយនិង Instagram គឺតែមួយឯងក្រុមស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនតែមួយឯងអញ្ចឹងការដំណើរការហ្នឹងគឺអាចដំណើរការតាមរយៈ Facebook ក៏បានដែរ Instagram ហ្នឹងប៉ុន្តែខ្ញុំចង់បង្ហាញក្នុងករណីដែលបងប្អូនអត់មាន account Facebook ណាបងប្អូនត្រូវ sign up បាទអញ្ចឹងកន្លែងនេះវាដាក់ mobile phone number ឬក៏ email អញ្ចឹងមកអញ្ចឹងកន្លែងនេះបងប្អូនបំពេញលេខទូរស័ព្ទមកហើយកន្លែងនេះ full name ឈ្មោះពេញហើយ username អញ្ចឹងឈ្មោះដែលបងប្អូនត្រូវប្រើនៅក្នុងករណី Instagram ហ្នឹងហើយ password បាទ password ដែលបងប្អូនដាក់ដើម្បីជា security ជាសុវត្ថិភាពរបស់យើងអញ្ចឹងដាក់ password ដែលមិនងាយនរណាទាយបានហើយងាយស្រួលចាំចំពោះគ្រូយើងផ្ទាល់ជៀសវាងការភ្លេចអញ្ចឹងបងប្អូនគ្រាន់តែបំពេញតាមលក្ខខណ្ឌរបស់វាដាក់នឹងទៅហើយបងប្អូនចុចពាក្យថា sign up ទៅនោះវានឹងនាំបងប្អូនទៅកន្លែងទៅក្នុងកម្មវិធី Instagram ហើយបន្ទាប់មកបងប្អូនអាចដំណើរការវាបានហើយអញ្ចឹងនេះជាការបង្ហាញសម្រាប់អ្នកដែលអត់មាន account Facebook អញ្ចឹងបងប្អូនដំណើរការតាមរយៈបំពេញព័ត៌មានទាំងអស់ហ្នឹងហើយចុច sign up ទៅវានឹងអនុញ្ញាតឲ្យយើងប្រើប្រាស់ Instagram ហើយបាទប៉ុន្តែឥឡូវគឺខ្ញុំមាន account Facebook របស់ខ្ញុំអញ្ចឹងខ្ញុំមិនបាច់ទៅ sign up ម្ដងទៀតទេអញ្ចឹងខ្ញុំគ្រាន់តែចុចទៅលើពាក្យថា log in with Facebook បាទអញ្ចឹងខ្ញុំចុចលើប៊ូតុង Q ហ្នឹងទៅ log in with Facebook អញ្ចឹងវាចូលមកអញ្ចឹងវានឹងភ្ជាប់ទៅនឹងprofile Facebook របស់ខ្ញុំអញ្ចឹងខ្ញុំគ្រាន់តែចុចពាក្យថា OK បាទអូខេអញ្ចឹងឈ្មោះនេះវាsuggest ឲ្យយើងគឺរៀនចម្រុងអក្សរជាប់គ្នាអញ្ចឹងយើងអាចជ្រើសរើសបានចម្រុងរៀនឬក៏អចម្រុងអីចឹងក៏បានឬក៏ចម្រុងអក៏បានចម្រុង7ក៏បានរៀន ចម្រុងក៏បានចម្រុងរៀនក៏បានអចម្រុងក៏បានចម្រុងអក៏បានរៀនចម្រុង_underscore ក៏បានអញ្ចឹងអានេះវាជា suggestion របស់វាសម្រាប់យើងគ្រាន់តែចុចទៅលើប៊ូតុងដែលជាសញ្ញាព្រួញកោងហ្នឹងគឺយើងអាចជ្រើសរើសឈ្មោះដែលយើងពេញចិត្តតែបើសិនជាក្នុងហ្នឹងយើងអត់មានឈ្មោះណាដែលយើងពេញចិត្តទេយើងអាចសរសេរដល់ខ្លួនឯងបានបាទយើងអាចសរសេរដល់ខ្លួនឯងបានអញ្ចឹងមកបាទអញ្ចឹងយើងសរសេរឈ្មោះណាដែលយើងពេញចិត្តអញ្ចឹងទៅឬក៏អត់ទេគឺខ្ញុំជ្រើសរើសយកមួយក្នុងចំណោមហ្នឹងបាទអូហួសបាត់ដែរគឺខ្ញុំចង់បានចាំតិចតែតាមវាហួសមិញអូហួសទៀតហើយបាទយករៀន underscore ចម្រុងអញ្ចឹងក៏បានដែរបាទឲ្យ password បងប្អូនចុច password ខ្លួនឯងអញ្ចឹងខ្ញុំសូមចុច password របស់ខ្ញុំដែរបាទអញ្ចឹងក្រោយពីចុច password ហើយគឺយើងចុចពាក្យថា sign up បាទចុច sign up ទៅបាទអញ្ចឹង sign up ហើយវា load ថា get Instagram app អញ្ចឹងវាន័យថាវាចង់ឲ្យយើង download កម្មវិធី Instagram យកមកដាក់នៅលើទូរស័ព្ទដៃយើងអញ្ចឹងបើសិនជាយើងចង់ download គឺយើងគ្រាន់តែចុចពាក្យថា get app មកបាទយើងចុច get app វានឹងទាញយើងទៅក្នុង Google Store ឬក៏ Play Store ហ្នឹងបាទហើយយើងចុច install ទៅអ
ប៉ុន្តែខ្ញុំឥឡូវខ្ញុំអត់ទាន់ចង់បានយកមកដាក់ទេគឺខ្ញុំចង់ដំណើរការធម្មតាសិនអញ្ចឹងខ្ញុំចុចពាក្យថា not now ខាងក្រោមហ្នឹងគឺមានពាក្យថា not now អញ្ចឹងខ្ញុំចុច not now បាទអញ្ចឹង not now វានាំខ្ញុំមកកម្មវិធី Instagram នៅតាមអ៊ីនធឺណិតហ្នឹងបាទគឺវាមានលក្ខណៈអញ្ចឹងនៅក្នុង Instagram គេប្រើពាក្យថា follow អញ្ចឹងយើងអាច follow មិត្តភ័ក្តិរបស់យើងបានបាទយើងចង់ follow អ្នកណាដែលយើងស្គាល់បាទ add your phone number help us keep Instagram community safe by entering your phone number we will check you as security code បាទអញ្ចឹងបងប្អូនអាចបញ្ចូលលេខទូរស័ព្ទចូលទៅក្នុងហ្នឹងទៅហើយចុចពាក្យថា next វានឹងផ្ញើសារនៅចូលទៅក្នុងទូរស័ព្ទដៃរបស់បងប្អូនហើយយើងយកអាហ្នឹងជា code security code របស់យើងបាទអញ្ចឹងបងប្អូនអាចបំពេញលេខទូរស័ព្ទនៅក្នុងហ្នឹងទៅបាទអញ្ចឹងខ្ញុំអត់ទាន់ធ្វើទេខ្ញុំចូលសារថ្មីគឺនេះដាច់ខាតគឺវាទាមទារលេខទូរស័ព្ទអញ្ចឹងខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំបាទរួចហើយ next look like your phone number may be incorrect please entering your full number including the country code យើងត្រូវបញ្ចូល country code គឺ855បាទអញ្ចឹងInstagram វាផ្ញើកូដមកចូលទូរស័ព្ទដែរអញ្ចឹងខ្ញុំឆែកមើលកូដអត់ទាន់មានឃើញទេអូមកអូខេអញ្ចឹងខ្ញុំ copy កូដនេះបាទ copy ទៅកូដទៅមក check ធ្វើអីកូដគឺ368097 បាទអញ្ចឹងបន្ទាប់មកយើងចុចពាក្យថា submit មកបាទអញ្ចឹង submit ហើយអញ្ចឹងមានន័យថាយើង secure ហើយគឺយើងមានសុវត្ថិភាពក្នុងការប្រើប្រាស់ហើយអញ្ចឹងយើងអាច follow បាទអ្នកដែលយើងស្គាល់ណាយើង follow មក follow នៅក្នុង Instagram ហ្នឹងចានេះវាជាលើកដំបូងដែលខ្ញុំប្រើប្រាស់ Instagram ហើយក៏ខ្ញុំបានបង្ហាញបងប្អូនអំពីបង្កើតដែរ discover photo នៅក្នុងនេះដូចជាអូខេមាន home ចុចទៅកន្លែង home ឬក៏ចុចទៅខាងណាទេខាងក្រោមនេះមានសញ្ញាអីផ្សេងអូខេនេះ profile របស់យើងចុចកន្លែងរូបមនុស្សមួយហ្នឹងកន្លែង profile របស់យើង followers 3 20 following 3យើងមើល share photo យើងបាន account នៅក្នុង Instagram មួយហើយអញ្ចឹងយើងអាច edit profile របស់យើងបាន edit profile photo យើងចង់ដូរ profile photo ក៏បានដែរអញ្ចឹងយើង upload photo មួយខ្ញុំសាកបងណាអូខេខ្ញុំរើសយក photo មួយភាពជាទៅណារូបភាពអូខេយកកន្លែងនេះ gallery មានភាពច្រើនក្នុងនេះរក្នុង camera អូខេមួយណាដែលល្អ
ជ្រើសរើសយកមួយពីខាងនេះចូលឲ្យវាកំពុងតែអាប់ឡូតខ្ញុំ submit បាទ save អូខេដូររូបភាពហ្នឹងអូខេបើយើងចង់ share photo យើងចុចកន្លែងរូបកាមេរ៉ាហ្នឹងទៅយើងចុចមកយើង share photo មួយមក share រូបអីណាមួយដែរអញ្ចឹងមកជ្រើសមួយមក next ចុច share មកយើងចង់រាយសរសេរអី caption នៅក្នុងដូច Facebook ដែរបាទអញ្ចឹងយើង post ហើយអញ្ចឹងយើងមើលកន្លែង home បាទ home យើង post បានមួយនេះបាទអញ្ចឹងឃើញថាការបង្ហាញតាក់ទងទៅនឹងការបង្កើត account ក្នុង Instagram ខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹងតែកាលណាយើងបង្កើតហើយយើងមាន username យើងមាន password អញ្ចឹងយើងអាច download application របស់វាយកមកប្រើនៅលើទូរស័ព្ទដៃយើងបានបាទហើយអរគុណច្រើនចំពោះការតាមដានទស្សនាហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូនេះហើយជួយ subscribe បាទចូលក្នុង channel របស់ខ្ញុំ How and Help ហើយជួយ subscribe ជួយ like ជួយ share នៅវីដេអូដែលមានប្រយោជន៍គឺខ្ញុំបង្កើតវីដេអូច្រើននៅក្នុងហ្នឹងបាទអញ្ចឹងអរគុណច្រើនជូនពរឲ្យបងប្អូនសុខភាពល្អទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាសូមជម្រាបលា